ខ្ញុំបាទសូមលំអោនកាយគោរពនិងជម្រាបសួរពុកម៉ែបងប្អូននិងទស្សនិកជនជាទីគោរពនៅក្នុងថ្ងៃនេះជួបជាមួយខ្ញុំបាទស៊ូស៊ីខ្ញុំបាទសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកតាមដានសម្ដាប់នៅជោគជតារាសីប្រចាំថ្ងៃដែលខ្ញុំបាទតែងតែធ្វើការអានជូនសម្ដាប់ជារៀងរាល់ថ្ងៃសូមពុកម៉ែបងប្អូនធ្វើការ comment នៅលេខសំណាងនិងសាធុដើម្បីទទួលបានលាភធំចូលផ្ទះនិងមានសំណាងល្អជាប់តាមខ្លួនរហូតនៅក្នុងថ្ងៃនេះការធ្វើដំណើរឬការប្រកបមុខរបររកស៊ីផ្សេងពុកម៉ែបងប្អូនត្រូវប្រកាន់យកទិសនិរតីកុំចេញយាត្រាទៅទិសឦសានធ្វើអ្វីមិនគួរប្រសើរឡើយចំពោះការអង្គុយឲ្យមានសេរីសុខស្ដីជ័យមង្គលក្នុងការរៀបមង្គលការឬពិធីសែនព្រេនផ្សេងនិងបើចង់ទទួលបានជោគជ័យនៃការលេងល្បែងអ្វីមួយនោះសូមអង្គុយនៅទិសខាងលិចបែរមុខទៅទិសឦសាននិងទទួលបានជោគជ័យគ្រប់កលៈទេសៈសូមរីករាយសម្ដាប់ជាមួយនៅហោរាសាស្ត្រប្រចាំថ្ងៃច័ន្ទនេះជាមួយខ្ញុំបាទដូចតទៅឆ្នាំជូតខិនដុលនាំលៀបនាំសំណាងអបរាជចិញ្ចែមជួបតែរឿងល្អក្នុងផ្ទះមានលៀបមានសំណាងនិងជួបតែមនុស្សជួយជ្រោមជ្រែងសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចម៉ោងនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌នាំលៀបសំណាងពណ៌សនិងលឿងលេខនាំលៀបសំណាងលេខ48និង59សូមខមមិនលេខ168យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំជូតក្នុងថ្ងៃនេះការប្រកបការងារត្រូវប្រយ័ត្នប្រយែងពីព្រោះថាងាយខូចខាតនិងបាត់បង់ណាស់ការរស់នៅក្នុងផ្ទះសម្បែងចូលប្រយ័ត្នកើតចំនួនវិវាទណាមួយព្រោះតែពាក្យសម្ដីចំពោះបញ្ហាប្រាក់កាសអ្នកត្រូវមានស្ថានភាពចំណាយលុយច្រើនរីឯចំណូលក៏ចូលតិចជាពិសេសក្នុងការធ្វើអ្វីមួយពាក្យពិននិងប្រាក់កាសត្រូវរៀងស្ទះទៀតផងរីឯអ្នកប្រកបមុខរបរជួញដូររកស៊ីលោកអ្នកត្រូវមានទំនាក់ទំនងជាមួយក្រុមមនុស្សនៅជុំវិញខ្លួនឲ្យបានច្រើនព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញនៅថ្ងៃណាមួយជាបង្ហានរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំឬពោះម៉ាយវិម៉ាយក្តីមានការលូតលាស់ទៅមុខយឺតតែងាយនឹងថយក្រោយណាស់ដែរឆ្នាំឆ្លូវគោនាំលៀបនាំជ័យនាំសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំម៉ោងនាំលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងក្រហមលេខនាំលៀបសំណាងលេខ11និង61សូមខមមិនលេខ777យកលៀបសម្បត្តិអភិជនចំពោះឆ្នាំឆ្លូវនៅថ្ងៃនេះមិនថាកិច្ចការងារតូចឬធំលោកអ្នកអាចសម្រុកបានហើយពីព្រោះថាផលដែលឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្ដៅផងដែររីឯអ្នកប្រកបមុខរបរជួញដូររកស៊ីបើចង់ប្រកបចំនួនទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយហើយពិសេសមានសុខដុមល្អផងរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំលោកអ្នកចង់ផ្សះផ្សាឬចំនួនវិវាទឬទំនាក់ទំនងស្នេហាថ្មងថ្មីជាពេលវេលាល្អប្រពៃបំផុតឆ្នាំខាលខ្លាសេដ្ឋីចិញ្ចែមមានប្រាជ្ញាឆ្លៀសវៃមានគំនិតភ្លឺថ្លាហើយអនាគតខ្លាយជាអ្នកមានអំណាចម៉ោងនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងផ្កាឈូកលេខនាំលៀបសំណាងលេខ21និង82សូមខមមិនលេខ888យកលៀបសម្បត្តិអភិជនចំពោះឆ្នាំខាលនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការស្រុតចុះម្ល៉េះហើយធ្វើឲ្យការប្រកបការងារអ្វីនោះមានការរៀងស្ទះនិងជួបបញ្ហាយាយីច្រើនអ្នកប្រកបមុខរបរជួញដូររកស៊ីមិនត្រូវបោះទុនអ្វីមួយដែលតក់ក្រហល់ឡើយពុំនោះបើនឹងជួបរឿងសោយអស់ប្រាក់កាសពីព្រោះថាត្រូវមកដេកស្ដាយក្រោយដែលការហួសពេលទៅហើយក្នុងការធ្វើដំណើរទីជិតឆ្ងាយមិនត្រូវចេះដឹងរឿងនេះដតីពេកឡើយពីព្រោះថានាំឲ្យកើតតែទុកបញ្ហាជំនួសហើយត្រូវពិបាកដោះស្រាយថែមទៀតផងរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមិនមានការជឿនលឿនទៅមុខទេគឺមានការថយក្រោយពិសេសងាយនឹងកើតចំនួនវិវាទជាមួយគ្នាណាស់ឆ្នាំថោះទន្សាយមាសមានបារមីដូចជាប្រាជ្ញាឆ្លៀសវៃមានកិច្ចជួយជ្រោមជ្រែងអនាគតបានខ្លាយជាអ្នកមានទ្រព្យនិងមានអំណាចម៉ោងនាំលៀបសំណាងម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌ទឹកក្រូចនិងសលេខនាំលៀបសំណាងលេខ77និង89សូមខមមិនលេខ779យកលៀបសម្បត្តិអ្នកមានជនខ្ពស់ចំពោះឆ្នាំថោះនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបភាពរដិបរដុបបន្តិចដូច្នេះទោះបីធ្វើរឿងអ្វីក៏ដោយតែងតែពុំសូវស្រួលឡើយតែងតែមានរឿងរ៉ាវយាយីអូកលោកដូច្នេះបើពុំដោះស្រាយបញ្ហានេះទេនឹងជួប
បញ្ហានៅគ្រាខាងមុខជាពំខានចំណែកអ្នកប្រកបមុខរបរជួញដូររកស៊ីវិញអ្នកមានភាពប្រទៀងប្រទើសបន្តិចយ៉ាងណាក៏ដោយប្រាក់ចំណូលក៏អាចចូលមកផ្ទះវិញយ៉ាងជាទីកក់ក្ដៅផងដែររីឯការងារក្នុងផ្ទះសម្បែងស្ត្រីត្រូវយកចិត្តទុកដាក់ឲ្យបានច្រើនបន្តិចទើបពុំសូវមានបញ្ហាចម្រូងចម្រាសកើតឡើងទៀតផងរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំកើតរឿងទុកព្រួយលុកលុយព្រោះតែភាពរកាំរកោសកើតឡើងមានឥតសូវឈប់ឈរឡើយឆ្នាំរោងអ្នកករាជមានរិទ្ធមានអំណាចអ្នកតែងមានគំនិតជ្រះថ្លាប្រាជ្ញាវាងវៃប្រាថ្នាអ្វីបានសម្រេចធ្វើការងារទៅធំរមែងតែងមានអ្នកគាំទ្រទំនុកបំរុងគ្រប់សពបែបយ៉ាងម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌បៃតងនិងពណ៌ក្រហមលេខនាំលៀបសំណាងលេខ77និង99សូមខមមិនលេខ168យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំរោងក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការរីកលូតលាស់ទៅមុខសន្សឹមហើយមិនអាចធ្វើអ្វីដោយប្រញាប់ប្រញាល់ឬតក់ក្រហល់មិនមើលមុខមើលក្រោយនោះឡើយបើប៉ុណ្ណោះទេនឹងជួបរឿងខកបំណងជាពំខានដែលការរស់នៅអ្នកក៏បីមានការប្រយ័ត្នប្រយែងបញ្ហាសុខភាពបន្តិចពីព្រោះថាងាយនឹងកើតបញ្ហាយាយីទៀតផងសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីវិញមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកត្រូវតែខិតខំខ្លាំងដើម្បីទទួលបានជោគជ័យនៅមុខចំនួនធំៗទៅរួចរាយការធ្វើដំណើរទៅជិតឆ្ងាយជួបសេចក្តីសុខសៀមសានទាំងពេលទៅនឹងត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីបើស្គាល់ចិត្តថ្លើមគ្នាហើយជាឱកាសល្អក្នុងការចូលស្ដីដណ្ដឹងដល់ចាស់ទុំឆ្នាំម្សាញ់ពោះទេវតានំលៀបឧបរាជចិញ្ចឹមមានជ័យជំនះមនុស្សស្រឡាញ់រាប់អានច្រើនម៉ោងនំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌នំលៀបសំណាងពណ៌សនិងខ្មៅលេខនំលៀបសំណាងលេខ69និងលេខ99សូមខមមិនលេខ168យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំម្សាញ់នាថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរម្ល៉េះហើយធ្វើឲ្យដំណើរជីវិតរបស់លោកអ្នកលូតលាស់គ្រប់រឿងរឿងប្រកាសនិងរឿងបញ្ហាផ្ទាល់ខ្លួនក្រៅពីនេះការបំពេញកិច្ចការងារទៀតសោតក្នុងមានលក្ខណៈពេញដៃពេញជើងរីឯអ្នកប្រកបមុខរបរជួញដូររកស៊ីមានការទិញចូលលក់ចេញគ្រាន់បើរីឯផលកម្រៃគ្រាន់នឹងចូលផ្ទះបានផ្គត់ផ្គង់គ្រួសាររីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការចោះសម្រងនិងចេះអត់ឱនឲ្យគ្នាប្រពៃណាឆ្នាំមមីសេះមេតបនំលៀបអបរាចិញ្ចឹមមានសំណាងឈ្នះរាល់មេសត្រូវគ្រប់ច្រកល្ហកឡើងបនឡើងសាក់ឡើងទូនាទីម៉ោងនំលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នំលៀបសំណាងពណ៌ប្រផេះនិងពណ៌បៃតងលេខនំលៀបសំណាងលេខ66និង99សូមខមមិនលេខ999យកលៀបសម្បត្តិអុកញ៉ាចំពោះឆ្នាំមមីនៅថ្ងៃនេះលោកអ្នកមិនត្រូវប្រកាន់ចិត្តឆេវឆាវបានឡើយពីព្រោះថាងាយនឹងកើតរឿងរ៉ាវអាក្រក់នាពេលក្រោយវិញផងសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីការជួញទៅជិតឆ្ងាយមានភាពសុខដុមល្អតែទោះជាយ៉ាងណាលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឲ្យបានត្រឹមត្រូវទើបគ្មានរឿងរ៉ាវចម្រូងចម្រាសជាមួយអ្នកដទៃរីឯការធ្វើដំណើរជិតឆ្ងាយតែតែមានសេចក្តីសុខសៀមសានដូចសុខម្ដងរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រស្នេហាថ្មីសម្រាប់អ្នកហើយឆ្នាំមមេពពេមាសបារមីដេកជះមានលៀបមានសំណាងคล้ายជាមហាសិទ្ធិមហាសាលម៉ោងនាំលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌នាំលៀបសំណាងពណ៌ខ្មៅនិងស្វាយលេខនាំលៀបសំណាងលេខ19និង29សូមខមមិនលេខ555យកលៀបសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំមមេនៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏តោងតែមានបញ្ហាសៅម៉ងនិងកើតការរកម្មចិត្តច្រើនផងរីអ្នកប្រកបមុខរបរជួញដូររកស៊ីវិញមានការជឿនលឿនទៅមុខគ្រាន់បើហើយបើចង់ទិញកន្លែងលក់ដូរឬចង់រើសទីកន្លែងលក់ដូរក៏តែងតែសមដោយប្រកបជានិច្ចរេការធ្វើដំណើរទៅជិតឆ្ងាយចូលប្រយ័ត្នបញ្ហាយាយីបន្តិចពីព្រោះក្រុមមនុស្សងាយនឹងបង្កបញ្ហាដាក់ណាស់រីបញ្ហាសេចក្តីស្នេហាស្រីប្រុសបើចង់ចូលស្ដីដណ្ដឹងឬរៀបអាពាហ៍ពិពាហ៍អ្វីមួយជាឱកាសល្អប្រពៃបំផុតផងដែរឆ្នាំវោកស្វាមាសមានលៀបមានសំណាងប្រាថ្នាអ្វីតែងបានសម្រេចតែនឿយបន្តិចម៉ោងនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចព
ពណ៌នាំលៀបសំណាងពណ៌សនិងខ្មៅលេខនាំលៀបសំណាងលេខ1និងលេខ69សូមខមមិនលេខ999យកលៀបសម្បត្តិអភិជនចំពោះឆ្នាំវោកនៅក្នុងថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកឡើងខ្ពស់ដូច្នេះផ្ដល់ផលល្អសម្រាប់លោកអ្នកដំណើរការងារតូចធំនិងឬបញ្ហាប្រាក់កាសព្រោះថាងាយតែងតែហុចផលល្អមកវិញជាពំខានចំពោះការប្រកបមុខរបរជួញដូររកស៊ីគឺមានការលូតលាស់ទៅមុខល្អគួរសមហើយបើចង់បើករបរថ្មីផងដែរនោះគឺជាការប្រពៃណាស់ដែររីឯការធ្វើដំណើរទៅជិតឆ្ងាយមិនថាផ្លូវគោកឬផ្លូវទឹកផ្លូវអាកាសក្តីជួបតែសេចក្តីសុខសេមសានដោយសពមួយដងរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ចូលតាកតងឬដល់ចាស់ទុំចូលស្ដីដណ្ដឹងជាពេលវេលាល្អបំផុតឆ្នាំរកាមុនភ្លើងពូមាសជួបសុខសំណាងមនុស្សគ្រប់គ្នាជួបហើយតែងស្រឡាញ់រាប់អានទំនុកបំរុងម៉ោងនៃលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌នាំលៀបសំណាងពណ៌ខ្មៅនិងសលេខនាំលៀបសំណាងលេខ69និង99សូមខមមិនលេខ899យកលៀបសម្បត្តិកហបបដីចិនខ្ពស់ចំពោះឆ្នាំរកានៅថ្ងៃនេះផ្ដល់ផលល្អចំពោះការទំនាក់ទំនងការងារឬប្រកបពិធីអ្វីមួយផងដែរចំពោះការប្រកបមុខរបរជួញដូររកស៊ីមិនថាការជួញទីជិតឆ្ងាយតែងតែទទួលបានជោគជ័យដោយការផលចំណេញត្រឡប់មកផ្ទះវិញគួរជាទីកក់ក្ដៅផងរីឯការធ្វើដំណើរទីជិតឆ្ងាយចូលកបីកុំបើកបរលបឿនលឿនព្រោះពុំសូវមានសុវត្ថិភាពប៉ុន្មានទេប្រយ័ត្នឧបទ្ទវហេតុយាយីរីឯបញ្ហាសេចក្តីស្នេហាកំណោះក្រមុំមានភាពភ្លឺថ្លាហើយកំពុងមានភាពផ្អែមល្ហែមប្រពៃណាស់ឆ្នាំចសំណក់មានលៀបមានសំណាងពោពេញទៅដោយសុភមង្គលជាពិសេសអនាគតក្លាយជាសេដ្ឋីកហបតីឬអភិជនចិនខ្ពស់ម៉ោងនាំលៀបសំណាងម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌ទឹកក្រូចនិងពណ៌សលេខនាំលៀបសំណាងលេខ77និង89សូមខមមិនលេខ779យកលៀបសម្បត្តិអ្នកមានចិនខ្ពស់ចំពោះឆ្នាំចនៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកជួបនៅបញ្ហារកម្មចិត្តច្រើនហើយពិសេសងាយចំណាយច្រើនទៀតផងសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីនៅថ្ងៃនេះការចាញ់ចំនួនទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងតែមានភាពសុខដុមហើយផ្ដល់ផលកម្រៃទៀតសោតគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃអញ្ចឹងផងរីឯបញ្ហាសេចក្តីស្នេហាស្រីប្រុសពុំគប់បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើនពេកនាំតែកើតរឿងរ៉ាវសៅម៉ងចំពោះគ្នាតែប៉ុណ្ណោះឆ្នាំកោជ្រូកនាំសំណាងនាំសុភមង្គលសម្រាប់រាល់ភារកិច្ចនិងសេចក្តីប៉ងប្រាថ្នាបានសម្រេចហើយអនាគតខ្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌បៃតងនិងពណ៌ក្រហមលេខនាំលៀបសំណាង77និង99សូមខមមិនលេខ168យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំកោនៅក្នុងថ្ងៃនេះមិនផ្ដល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់អ្វីមួយឡើយព្រោះថាផលប៉ះពាល់នោះគឺមានច្រើនផងដែរចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីផលចំណូលជួបភាពប្រទាំងប្រទើនិងពិសេសឲ្យប្រយ័ត្នគ្រោះចាញ់បោកអតិថិជនដែលទើបតែនឹងស្គាល់គ្នាថ្មីថ្មោងតែម្ដងរីឯការធ្វើដំណើរទៅជិតឆ្ងាយចូលប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាទុកឲ្យរីឯបញ្ហាសេចក្តីស្នេហាកំណោះក្រមុំត្រូវពូនជ្រោយសេចក្តីស្នេហាដោយខ្លួនឯងនិងចេះអត់ឱននឹងគ្នាច្រើនទៅប្រសើរ